ទាំងយប់អញ្ចឹងខ្ញុំទៅមើលគាត់សិនអេណាវិនអូនខំព្យាយាមធ្វើល្អជាមួយគេធ្វើអីបើគេមិនចាប់អារម្មណ៍លើរូបអូនសោះនោះនាំតែខាត់ពេលឥតប្រយោជន៍ទេទោះមានប្រយោជន៍ឬក៏អត់នោះខ្ញុំក៏ត្រូវទៅមើលគាត់ដែរចុះការណាត់ជាមួយភ្ញៀវនោះអូនគិតយ៉ាងម៉េចនេះជារឿងបងទេហើយពេលនេះខ្ញុំឈប់ធ្វើជាកូនអុករបស់បងទៀតហើយនេះឯងធូធាហើយមែនទេហើយអូនកុំភ្លេចណាថាអ្វីដែលអូនមាននៅពេលនេះគឺបងជាអ្នកតាក់តែងឡើងទាំងអស់អរគុណតែបងកុំភ្លេចថានេះជាញើសឈាមរបស់ខ្ញុំបងគួរតែលះបង់មុខរបរដែលសង្គមស្អប់ខ្ពើមនេះចោលទៅឯងស្មានថាខំកែខ្លួននេះពីចិត្តគេស្រឡាញ់ឯងហ៎ទោះស្រឡាញ់ឬមិនស្រឡាញ់គឺជារឿងរបស់ខ្ញុំបងមិនចាំបាច់ខ្វល់ទេចិនមិនក៏មានរឿងបែបនេះតើបងស្គាល់មុខពួកវាទេគឺពួកថ្ងៃមុនអញ្ចឹងយើងប្តឹងប៉ូលីសឲ្យចាប់ពួកវាតែម្ដងទៅនាំទៅមានរឿងវិញឆ្ងាយទេពួកគេនៅខាងភ្លឺឯពួកយើងនៅក្នុងទីងងឹតនេះយើងអញ្ចឹងណាវិនដឹងពីណាមកថាខ្ញុំមានរឿងបងធីរីប្រាប់ខ្ញុំធីរីចាថ្ងៃនេះបដៅវាប៉ុណ្ណឹងបានហើយនេះយកប្រាក់នេះទៅចាយចុះអរគុណណាថ្ងៃក្រោយបើត្រូវការពឹងពួកខ្ញុំទូរស័ព្ទមកចុះខ្ញុំឆ្ងល់ណាស់ហេតុអីបានជាធីរីគេដឹងបើពេលនោះគេអត់នៅទីនោះផងហ្នឹងអញ្ចឹងបងសង្ស័យថាបងធីរីនៅក្រៅខ្នងរឿងនេះមែនទេប្រហែលដែរព្រោះមានការអីជាមួយខ្ញុំហ៎ណែវិចិត្រខ្ញុំសូមហាមឲ្យហើយកុំមករវីរវល់ជាមួយណាវិនទៀតធីរីខ្ញុំប្រាប់ហើយថាខ្ញុំនេះមិនបានស្រឡាញ់ណាវិនទេយកល្អវិចិត្រឯងគេចចេញពីណាវិនឲ្យឆ្ងាយរឹតតែល្អបើពុំនោះទេកុំថាធីរីនេះអាក្រក់ខ្ញុំក៏ចង់ដឹងថាមុខរបរស៊ីខ្ទុះឈាមគេនោះវាបានយូរប៉ុណ្ណាទៅយូរឬឆាប់វិចិត្រឯងចាំតែមើលចុះបងកំពុងតែគិតអីហ្នឹងខ្ញុំមិនជឿថាបងធីរីគាត់មានគំនិតព្យាបាទបងទេទោះបីយ៉ាងណាក៏ខ្ញុំមិនបង្ខំឲ្យណាវិនជឿខ្ញុំដែរព្រោះណាវិននិងធីរីកំពុងតែជិះទូកជាមួយគ្នាបងចិនហេតុអីក៏បងនិយាយដូចនេះមនុស្សយើងបើខ្លាចគេដឹងកុំប្រព្រឹត្តគេថាដំរីស្លាប់យកចង្អេរទៅបាំងគឺវាមិនចិត្តទេព្រះអើយមេត្តាជួយកិនអាណិតស្រីម្នាក់ដែលកុំអាណិតស្រីម្នាក់ដែលកុំព្រាបងចិនហេតុអីក៏បងនិយាយដូចនេះមនុស្សយើងបើខ្លាចគេដឹងកុំប្រព្រឹត្តគេថាដំរីស្លាប់យកចង្អេរទៅបាំងគឺវាមិនចិត្តទេដើម្បីសេចក្តីសុខទាំងអស់គ្នាខ្ញុំសូមវល់ណាវិន
កុំមករំខានខ្ញុំទៀតអីតែខ្ញុំស្រឡាញ់បងខ្ញុំមិនអាចទទួលនៅការស្រឡាញ់ពីនវិនបានទេឃើញទេបងថាអីចេះខុសប្រដូចជាវិចិត្រនេះគឺគ្មានបេះដូងទេឈប់យំទៅទឹកភ្នែកវាមិនអាចដោះស្រាយបញ្ហាបានទេបងថាល្អឬអាក្រក់គឺស្ថិតនៅលើប្រាក់បើមានប្រាក់អ្វីគ្រប់យ៉ាងនឹងបានដូចបំណងតែខ្ញុំថាស្នេហាពិតមិនអាចយកប្រាក់ទិញបានទេបងល្ងងកូនល្ងងស្នេហាពិតគឺស្ថិតនៅលើព្រំលិខិតបើដល់គូព្រេងហើយទោះជាចង់ជៀងក៏ជៀសមិនរួចដែរស្ដាប់បងណាមានព្រៃហើយមិនខ្វះអត់ដុតទេនិយាយអញ្ចឹងដែលបានជួបឲ្យទេប្រហែលជាគេឈប់រៀនព្រោះឲ្យគេចិត្តខ្លាចជាកូនកំមុំហើយថ្ងៃមុនខ្ញុំឮមឿនប្រាប់ថាយ៉ាងម៉េចឲ្យគេចេះតែអស់កម្លាំងហើយតើអូនថាញ៉ាំអីមិនបានមិនក៏មឿនមិនជូនឲ្យទៅឲ្យពេទ្យគេពិនិត្យទៅមឿនបបួលដែរតែឲ្យមិនព្រមទៅខ្ញុំដឹងហើយតើដឹងរឿងអីទៅរឿងអីប្រហែលជាឈឺក្រពះហើយព្រោះអីកាលនោះអយផឹកស្រាច្រើនពេកប្រហែលជាអញ្ចឹងមែនហើយអយយ៉ាងម៉េចនិយាយឲ្យម៉ែស្ដាប់ឲ្យច្បាស់ទៅមើលអយឥឡូវញ៉ាំអីក៏មិនបានហើយចេះតែក្អួនកូនថាប្រហែលជាកាពះហើយកូននេះពិតជាល្ងងមែនម៉ែហេតុអីបានជាម៉ែមើលមកកូនទៅវិញកូនមានបានទៅមើលអយទេអត់ទេម៉ែទៅផ្លាស់ខោអាវទៅនឹងអាវញ៉ាំបាយចាម៉ែម៉ែលោកតាទៅណាលោកតាគាត់ទៅលេងផ្ទះគេឲ្យចុងភូមិឯណោះតិចលោកអយមានទម្ងន់តិចដឹងញ៉ាំតែក្រូចនេះទៅបងមឿនខ្ញុំសុំសួរបន្តិចបានទេអូនសុំមិនចុះមានរឿងអីដោះស្រាយមិនចេញចាប់និយាយមកព្រោះយើងចិត្តរៀបការនឹងគ្នាហើយ